ដល់ថ្ងៃទៅវិញហើយតែប៉ុន្តែទាំងមួយថ្ងៃដោយសារអ្នកផ្ទះចង់ទៅលេងបងប្អូននៅពេញប្រហែល3ថ្ងៃហ្នឹងអញ្ចឹងទៅគាត់ទៅសម្រាប់ចិត្តទៅថ្ងៃនេះដូច្នេះហើយក៏ទៅទាំងអស់គ្នាតែម្ដងទៅកុំឲ្យមានតែមុនទៅក្រោយពិតគម្រោងខ្ញុំចង់ទៅសៀមរាបចុះពីនេះទៅចង់ទៅលេងសៀមរាប3ថ្ងៃសួរសុខទុក្ខចាស់តែអត់បានទៅដែរចឹងមុនឡើងឡានអាហារពេលព្រឹកខ្ញុំថ្ងៃនេះគឺបបរគ្រឿងហើយនឹងតែបៃតងមួយកែវឥឡូវមកដល់បេនឡានហើយនៅចាំជើងចេញដំណើរពីបាត់ដំបងទៅភ្នំពេញហើយខ្ញុំជិះឡាននេះគឺក្រុមហ៊ុនរបស់ Larita បាត់ដំបងពេលថតពីលើស្ពានអញ្ចឹងទៅស្អាតទៅចំស្ទឹងចេះខ្ញុំមិនដែលថតម្ដុំនឹងសោះក្រុងបាត់ដំបងបើសិនជារៀបចំហេដ្ឋារចនាសម្ព័ន្ធរៀបចំចំណីផ្លូវអីដូចសៀមរាបស្អាតហ្មងខេត្តនេះគឺស្អាតទីក្រុងអីស្អាតវាធំវាលាយវាស្រឡះអីចឹងទោះវាអត់សូវមានប្រាសាទបុរាណអីដូចសៀមរាបក៏ដោយឬក៏មិនសូវមានស្ថាគារសំប្រដាយដូចសៀមរាបទិដ្ឋភាពគឺស្អាតចូលបាត់ដំបងព្រោះខ្ញុំមានមិត្តភ័ក្តិច្រើនមិត្តភ័ក្តិបរទេស 4-5 នាក់ដែរគាត់ថាកាលពីមុនអញ្ចឹងគាត់មកលេងបាត់ដំបងគាត់ថាបាត់ដំបងស្អាតទីក្រុងតែឥឡូវចាញ់សៀមរាបហើយសៀមរាបវារៀបចំបានស្អាតហើយទៅគឺពេញចិត្តស្ដោកហ្មងសៀមរាបអញ្ចឹងចង់ឲ្យបាត់ដំបងរៀបចំអញ្ចឹងដែរឥឡូវមកដល់តាដំបងកញូងហើយថ្ងៃនេះទៅដល់ភ្នំពេញប្រហែលជាខ្ទង់ម៉ោង2ព្រោះអីចេញពីនេះទៅរឿងថ្ងៃដែរហើយម៉ោង8 9ហើយនាំកូនទៅលេងភ្នំពេញផងគាត់ចង់ជួបបងប្អូនគាត់ដែរទៅបានតែ3ថ្ងៃទេនឹងត្រឡប់មកវិញហើយហើយសម្រាប់ខ្ញុំអត់បានមកវិញទេគឺខ្ញុំនៅធ្វើការចូលដល់ថ្ងៃចូលធ្វើការវិញហើយអញ្ចឹងអ្នកដែលត្រូវមកបាត់ដំបងវិញគឺមកវិញអ្នកដែលនៅធ្វើការគឺត្រឡប់តាមផ្លូវថ្ងៃនេះក៏អត់ស្ងាត់ដែរទៅពេញហ្នឹងគឺមានបងប្អូនជាពលរដ្ឋដែលត្រឡប់ទៅធ្វើការវិញក៏ច្រើនដែរមានទាំងម៉ូតូមានទាំងឡានខ្លះដឹកអីវ៉ាន់ទៅពីសំពងដូចបងប្អូនប្រជាពលរដ្ឋខ្លះគាត់មកពីថៃអញ្ចឹងពេលចប់ចូលឆ្នាំក៏អត់ត្រឡប់ទៅវិញទេគឺគាត់ឡើងទៅរកការងារតាមរោងចក្រនៅឯម្ដុំភ្នំពេញហ្នឹងធ្វើហើយពួកគាត់អីសម្រាប់បានតែមួយថ្ងៃច្រឡំ3ថ្ងៃចូលឆ្នាំដូចអ្នកធ្វើការផ្សេងៗហ្នឹងតែដូចខ្ញុំអញ្ចឹងខ្ញុំសារៈបានមួយអាទិត្យហើយខែរោងចក្រជាទូទៅគឺសារៈបានមួយអាទិត្យឡានថ្ងៃនេះក៏សូវបើកបានលឿនដែរដោយសារចរាចរណ៍លើផ្លូវហ្នឹងវាមិនមានញឹកអញ្ចឹងទៅក៏បើកល្មមដែរអត់បានបើកលឿនរួចរាល់ដងទេឥឡូវយើងដល់កន្លែងសម្រាប់ញ៉ាំបាយគឺកន្លែងនេះនៅជាប់ព្រំប្រទល់ពោធិ៍សាត់ហើយនឹងកំពង់ឆ្នាំងចេញពីកន្លែងបាយមកដេកលក់មកប្រាំងទៅភ្ញាក់ 2-3 ដងដែរឥឡូវដល់ភ្នំពេញហើយនៅភ្នំពេញនេះគេក៏មិនទាន់ចប់ដែរកម្មវិធីចូលឆ្នាំហ្នឹងនៅម្ដុំវត្តភ្នំម្ដុំផ្សាររាត្រីអីហ្នឹងនៅមានកម្មវិធីគេលេងនៅពេលល្ងាចឡើយទេអញ្ចឹងដូចឃើញបងប្អូនឃើញអញ្ចឹងវាអត់សូវមានម៉ូតូចរាចរណ៍អីច្រើនដោយសារគេអត់តាន់ចូលធ្វើការវិញមានតែអ្នកត្រឡប់មកពីផ្ទះបដាហ្នឹងប៉ុន្តែអ្នកដែលទៅធ្វើការអត់ទាន់មានអ្នកទៅទេហើយក៏មានបងប្អូនដែលគាត់ជិះឡានក្រុងរបស់រដ្ឋពីបាត់ដំបងឬពីខេត្តផ្សេងអីមកហ្នឹងមកភ្នំពេញវាដែលអត់គិតថ្លៃនេះគឺចំណតឡានគេគឺនៅនឹងគល់ស្ពានអាកាសរិស័យកែវហ្នឹងឯងគេមានជើងចេញដំណើរដូចបើសិនជាខ្ញុំចាំបានដូចជាមាន3ជើងឬក៏2ជើងដែរទៅបាត់ដំបងតែអាហ្នឹងយើងត្រូវងើបពីព្រឹកដើម្បីមកចាំឡើងឡានបើមិនអញ្ចឹងទេយើងអត់ឡើងអត់ទាន់គេទៅអស់អញ្ចឹងគេពេញអញ្ចឹងហើយយើងត្រូវមកឲ្យលឿនដើម្បីត្រៀមជិះឡាននឹងគេបើសិនជាយើងមកយឺតឡានគេពេញគេទៅចោលហើយដូចថ្ងៃមកវិញអញ្ចឹងបងស្រីខ្ញុំគាត់ត្រូវមកតាមក្រោយដែរខ្ញុំក៏ឲ្យតាក់តងទៅខាងឡានប៉ុន្តែឡានគេចេញដំណើរមកតាំងពីថ្ងៃទី3នៃថ្ងៃចូលឆ្នាំគេអត់មាននៅដល់យូរទេប៉ុន្តែបងស្រីខ្ញុំគាត់នៅតដល់មួយអាទិត្យដូចខ្ញុំដែរអញ្ចឹងទៅអត់មានអីជីត្រូវជិះឡានឈ្នួលតាក់ស៊ីឥឡូវយើងមកដល់បេនឡាននៅភ្នំពេញហើយចឹងបែងចែកគ្នាធ្វើដំណើរដោយកូនខ្ញុំនិងបងថ្លៃខ្ញុំគាត់ទៅផ្ទះបងថ្លៃស្រីខ្ញុំម្នាក់ទៀតមុនហើយខ្ញុំនិងគ្រួសារខ្ញុំនេះត្រូវទៅបន្ទប់ជួលរបស់ខ្ញុំសិនដើម្បីយកម៉ូតូយកអីជិះទៅវិញព្រោះបើសិនជាទៅនឹងតែម្ដងវាពិបាកត្រឡប់មកវិញដដែលដើម្បីរកម៉ូតូជិះនិយាយមុនថាអត់សូវស្ទះណាឥឡូវមកដល់នេះស្ទះអ្នកកន្លែងចេញពីឡានមកហ្នឹងស្ទះក្នុងក្រុងដោយសារមានបងប្អូនយើងចាប់ផ្ដើមចេញដើរលេងហើយព្រោះអីវាម៉ោង2ជាងអីចឹងនៅវត្តភ្នំអីគេចាប់ផ្ដើមមានកម្មវិធីហើយចឹងពួកគាត់ចាប់ផ្ដើមចេញដើរលេងហើយ
ចឹងដល់ពេលល្ងាចគឺនាំក្មួយនាំកូននិងនាំចាយអីនាំគ្នាឡើងទៅជិះទូកនៅកោះនរាហើយណាមួយដែលបានជិះជុំគ្នាទេពីមុនស្រាប់តែជិះតែគ្រួសារខ្លួនឯងចំណែកឯសបុតវិញក្នុងម្នាក់មនុស្សធំ 5000 រៀលហើយរយៈពេលជិះដូចជា40នាទី45នាទីអីដែរយើងជិះចេញពីផែនៅកោះនរាហ្នឹងទៅដល់ឆ្វែលទៅដល់មុខវាំងបានគេត្រឡប់មកវិញម៉ាក់ញ៉ាំបាយមកញ៉ាំទឹកសិនណាពីទូធំហើយអញ្ចឹងរឿងខ្លះគាត់អាចធ្វើខ្លួនឯងបានដូចត្រូវចង់បានអីទិញស្អីចឹងឲ្យទៅលុយគាត់ទៅគាត់ចេះដែររកទិញខ្លួនឯងបានមិនចាំបាច់យើងជូនទៅដូចមុនទេ